សួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូមួយទៀតដែលយើងនិយាយអំពីរបៀបរៀបចំ TikTok របស់យើងឲ្យត្រូវស្តង់ដារនៅក្នុងមេរៀននេះគឺយើងនឹងរៀនពីរបៀបនៃការរៀបចំ TikTok របស់យើងនិងការបំពេញព័ត៌មានដាក់ auto reply ដាក់ link Telegram ជាដើមដើម្បីរៀបចំ TikTok របស់យើងទៅជា TikTok ស្តង់ដារដែលយើងបដូរពី personal TikTok ទៅកាន់ business TikTok ហើយសម្រាប់បងប្អូនខ្ញុំចង់បញ្ជាក់ថាបើសិនជាបងប្អូនបដូរពី personal TikTok ទៅ business TikTok គឺ sound ភ្លេងមួយចំនួនបទចម្រៀងមួយចំនួនគឺយើងលេងអត់បានទេប៉ុន្តែបើសិនជាបងប្អូនចង់ប្រើ sound ទាំងអស់ហ្នឹងគឺបងប្អូនអត់ចាំបាច់បដូរពី personal ទៅកាន់ business TikTok ទេអញ្ចឹងអានេះខ្ញុំបញ្ជាក់បងប្អូនមុនហើយសួរថាបើសិនជាយើង personal នេះក៏យើងនៅតែ boot បានដែរយើងចុច increase view boot បានដូចគ្នាដែរគ្រាន់ថាវាអត់មានមុខងារដូចជាយើងធ្វើការដាក់លេខដាក់ address ដាក់ auto reply ជាដើមគឺវាអត់មានទេហើយម្យ៉ាងវិញទៀតវាអត់សូវមានការមើលទៅលើ audience insight ផ្សេងគឺអត់សូវមានទេអញ្ចឹងហើយបើសិនជាបងប្អូនចង់រៀបចំ TikTok ស្តង់ដារសម្រាប់អាជីវកម្មគឺបងប្អូនត្រូវបដូរពី personal account ទៅកាន់ TikTok business អញ្ចឹងជំហានដំបូងគឺយើងចូលមកកាន់ account TikTok យើងសិនមកបងប្អូនត្រូវបដូរពី personal TikTok ទៅកាន់ business TikTok អញ្ចឹងយើងចុចត្រេ3នៅខាងលើនេះមកបាទបន្តមកទៀតគឺយើងមើល tool នៅខាងក្រោមគេពាក្យថា setting and privacy នេះគឺបងប្អូនចុចលើវាមកបាទបន្តមកទៀតគឺយើងចុចទៅលើ account ខាងលើគេបំផុតចុចលើវាមករួចហើយបងប្អូនមើលកន្លែងពាក្យថា switch to business account អញ្ចឹងបងប្អូនចុចលើវាមកអូខេអញ្ចឹងកន្លែងនេះគឺវាចាប់ដើមស្វាគមន៍យើងទៅកាន់ business account អញ្ចឹងយើងចុច next អញ្ចឹង business account គឺវាប្រាប់យើងថាយើងអាចរៀនអំពី audience យើងបានច្រើនទី1ទី2គឺធ្វើឲ្យមានអ្នកមើលឃើញច្រើនបាទ reach more people នេះបាទបន្ទាប់មកគឺ access conversion tool អញ្ចឹងយើងអាចធ្វើការ connect ជាមួយនឹងអតិថិជនបានច្រើនល្អច្រើនជាង personal បាទហើយយើងចុចនៅទៀតមកបាទអញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើការជ្រើសរើស category ដែលត្រូវជាមួយនឹងអាជីវកម្មរបស់យើងអញ្ចឹងវាមាន category ច្រើនមែនតើបងប្អូនអញ្ចឹងបងប្អូនអស់មើលទៅមួយណាដែលត្រូវជាមួយបងប្អូនគឺបងប្អូនយកមួយហ្នឹងបើសិនជាបងប្អូនខាងតាក់ទងជាមួយនឹងគ្រឿងសម្អាងអីទេគឺយក beauty អញ្ចឹងទៅបងប្អូនតាក់ទងជាមួយនឹងអាហារ food យក food and beverage អញ្ចឹងទៅអញ្ចឹងអានឹងអាស្រ័យទៅលើប្រភេទអាជីវកម្មដែលបងប្អូន run នឹងឯងបាទអញ្ចឹងសម្រាប់ខ្ញុំគឺតាក់ទងជាមួយនឹង education and training អញ្ចឹងខ្ញុំយកកន្លែង education and training មកអញ្ចឹង category របស់ខ្ញុំគឺត្រូវមួយអាហ្នឹងអញ្ចឹងខ្ញុំចុច next មកបាទអញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើការ add email អញ្ចឹងកន្លែងនេះគឺយើងអត់ទាន់ធ្វើការ add ទេយើងចុចលើពាក្យថា skip មកបាទបន្ទាប់មកគឺវាប្រាប់យើងថា congratulations you have been upgraded to register business account ចាំមានថាយើងបានបដូរពី personal ទៅកាន់ business account ហើយបាទអញ្ចឹងយើងចុចខ្វែងមកបាទយើងខ្វែងមកវិញមកអស់មកបាទបន្ទាប់មកបងប្អូននឹងឃើញកន្លែងផ្លែកចាប់ដើមឃើញផ្លែកគឺយើងមាន tool មួយទៀតមានពាក្យថា business suite ពេលដែលយើងអត់ទាន់បដូរពី personal account ទៅ business account គឺអត់មានពាក្យថា business suite នេះទេអញ្ចឹងហើយគឺយើងបានបដូរដោយជោគជ័យហើយបាទអញ្ចឹងជំហានបន្ទាប់ដែលយើងត្រូវធ្វើគឺបងប្អូនមករៀបចំ TikTok របស់យើងបាទអញ្ចឹងកន្លែងនេះគឺបងប្អូនត្រូវចុចលើកន្លែង edit profile បន្ទាប់មក bio កន្លែងនេះគឺបងប្អូនត្រូវតែដាក់មក bio នេះបាទយើងចុចលើវាមកអញ្ចឹងកន្លែងនេះ bio បងប្អូនត្រូវសរសេររៀបរាប់អំពីអាជីវកម្មឬក៏អ្វីដែលបងប្អូនកំពុងតែធ្វើថាយើងចង់ធ្វើអីដើម្បីឲ្យអតិថិជនគាត់ដឹងបើសិនជាយើងលក់កៅអៅអញ្ចឹងយើងអាចសរសេរ bio ហ្នឹងខ្ញុំមានលក់កៅអៅបរនារីស្អាតស្អាតតសម័យគ្រប់ប្រភេទអីចឹងទៅយើងលក់នាឡិកាយើងនិយាយថាយើងមានលក់នាឡិកាអញ្ចឹងទៅដើម្បីឲ្យគេដឹងថាTikTok របស់យើងហ្នឹងគឺគេចូលមកមើល profile ដឹងថាយើងលក់អីបាទកន្លែងហ្នឹងណាអញ្ចឹង bio គឺយើងសរសេរហើយយើងចុច save មកដូចខ្ញុំសរសេរហើយអញ្ចឹងគឺចុច save ទៅហើយក្នុងហ្នឹងយើងសរសេរបានខ្លីទេបងប្អូនបានត្រឹមតែ80ពាក្យទេបន្ទាប់ពីបងប្អូនសរសេរហើយបងប្អូនកុំភ្លេចចុច save កន្លែងនេះមក
វានឹងជាប់ហើយអញ្ចឹងខ្ញុំសរសេរឲ្យខ្ញុំ save ឲ្យវាជាប់ហើយបាទបន្ទាប់មក link បាទ link នេះគឺយើងអាចធ្វើការដាក់ link Telegram បានបងប្អូនបាទ link Telegram តាក់ទងជាមួយនឹងការយកបើសិនជាបងប្អូនអត់ទាន់ចេះយកទេគឺបងប្អូនអាចសួរនៅក្នុង group support បានគឺយើងមានវីដេអូសម្រាប់បងប្អូនចេះបង្កើត link និងយក link Telegram បានអញ្ចឹងអានេះគឺយើងយក link copy link Telegram ខ្ញុំដាក់មកបាទអញ្ចឹងដូចខ្ញុំគឺខ្ញុំបានដាក់ link Telegram ហើយខ្ញុំ copy link មកខ្ញុំដាក់ហើយគឺយើងអាចធ្វើការចុច save បានហើយបាទ save ទៅវានឹងជាប់ជាមួយនឹង link Telegram ហ្នឹងបាទបន្ទាប់មកទៀតគឺតាក់ទងជាមួយនឹង AI cell នេះគឺយើងអត់ចាំបាច់ដាក់ទេបងប្អូនបាទមួយទៀតយើងមកកលេចមើលតាក់ទងនេះ business information នៅពេលដែលយើង register ជា business account គឺចាប់ផ្ដើមមានចំណុចទាំងអស់នេះបាទអញ្ចឹងកន្លែងនេះ action button action button នេះគឺតាក់ទងជាមួយនឹង button ដាក់នៅខាងក្រោមហ្នឹងបាទអញ្ចឹងនៅកន្លែងនេះវាឲ្យយើងធ្វើការដាក់ email សម្រាប់ email នៅស្រុកខ្មែរយើងអត់សូវមានណាគេតាក់ទងតាម email ទេអញ្ចឹងយើងអត់ដាក់ក៏បានដែរហើយលេខទូរស័ព្ទចំពោះលេខទូរស័ព្ទគឺបងប្អូនត្រូវតែដាក់មកលេខទូរស័ព្ទដែលបងប្អូនធ្វើការទុកតំណែងចូលទៅថាខ្ញុំដាក់លេខទូរស័ព្ទមួយមកអញ្ចឹងកន្លែងនេះបងប្អូនត្រូវរើសកូដប្រទេសឲ្យត្រូវសិនបាទគឺយក KH មកបាទ Cambodia បូក855នេះមកហើយកន្លែងនេះយើងអត់ចាំបាច់សរសេរ0ទេបងប្អូនយើងសរសេរលេខយើងចូលតែម្ដងចឹងបងប្អូនសរសេរលេខអញ្ចឹងមកបើដាក់0ពីមុខទេអញ្ចឹងយើងបើកប៊ូតុងហ្នឹងគឺគេអាចធ្វើការខលបានបើសិនជាបងប្អូនបើកកន្លែងនេះមួយទៀតគឺមានថាគេអាចធ្វើការឆាតមកកាន់លេខយើងផ្ទាល់តែម្ដងអញ្ចឹងយើងចុចលើពាក្យថា save មកបាទអញ្ចឹងចំពោះ address គឺបងប្អូនអាចធ្វើការដាក់ location បានបាទអញ្ចឹងកន្លែងនេះគឺបើសិនជាបងប្អូនចង់យកភ្នំពេញ Cambodia បងប្អូនយកភ្នំពេញ Cambodia ទៅបើសិនជាបងប្អូនចង់ដាក់ទីតាំងឲ្យច្បាស់គឺបងប្អូនអាចចុចកន្លែង enter address manually នេះមកដើម្បីយើងអាចធ្វើការកំណត់ទីតាំងបានអូខេបាទអញ្ចឹងកន្លែងនេះគឺយើងសរសេរទៅយើងនៅលើផ្លូវលេខម៉ានផ្ទះលេខម៉ានអញ្ចឹងណាដូចខ្ញុំអញ្ចឹងនៅផ្លូវលេខ5ផ្ទះលេខ7បាទបន្ទាប់ address ទី2នេះយើងអត់ចាំបាច់ដាក់ក៏បានដែរ city នេះគឺយើងយកខណ្ឌមកបាទខណ្ឌពោធិ៍សែនជ័យបន្ទាប់មក state or province នេះគឺយើងដាក់មកនៅភ្នំពេញបាទបើសិនយើងនៅភ្នំពេញបើយើងនៅខេត្តដាក់ខេត្តទៅបាទហើយ country នេះគឺបងប្អូនត្រូវយក Cambodia មកបាទយើងនៅខ្មែរទេបាទបន្ទាប់ពីបងប្អូនបំពេញបែបហ្នឹងហើយគឺបងប្អូនចុចលើពាក្យថា done នេះមកអូខេអញ្ចឹងវាជាប់ហើយ address ណានេះបាទបន្ទាប់មកយើងថយមកវិញមកបាទអញ្ចឹងយើងបានដាក់ location ហើយបន្ទាប់មក profile display នេះតើបងប្អូនចង់ឃើញបែបណាអញ្ចឹងវាអ្នកឃើញលក្ខណៈបែបនេះហើយគឺមានអាចធ្វើការខលដាក់ address និង link Telegram នេះអញ្ចឹងបើសិនជាបងប្អូនចង់បិទ address មកបាទឥឡូវនេះយើងបើកតែពីរហ្នឹងទេគឺ call address បាទពីរហ្នឹងទៅបើសិនជាបងប្អូនចង់បិទមួយណាបិទមួយហ្នឹងទៅតែនេះខ្ញុំអត់បិទទេព្រោះសំណុកគេតាក់ទងបាទហើយតាក់ទងជាមួយនឹង lead form នេះគឺយើងអត់ចាំបាច់បំពេញឬក៏ធ្វើអីទេបាទចឹង category នេះក្នុងករណីដែលបងប្អូនដាក់ខុសគឺបងប្អូនអាចដូរ category នៅចំណុចនេះបានតែនេះខ្ញុំដាក់ត្រូវហើយអត់មានអីត្រូវដូរទេបាទអញ្ចឹងបងប្អូននឹងឃើញនេះបាទនៅពេលដែលយើងរៀបចំស្តង់ដារគឺយើងមាន bio ត្រឹមត្រូវបែបនេះយើងមាន link Telegram ដើម្បីឲ្យគេធ្វើការតំណែងយើងបែបនេះហើយយើងគេអាចធ្វើការតំណែងយើងតាមរយៈការ call ឬក៏ផ្ញើសារទៅកាន់លេខទូរស័ព្ទហ្នឹងក៏បានដែរហើយ address គឺយើងដាក់មិញហ្នឹងគឺ address ហ្នឹងទៅបាទអញ្ចឹងកន្លែងនេះគឺយើងបំពេញព័ត៌មាននៅក្នុង TikTok ហ្នឹងហើយប៉ុន្តែអ្វីដែលយើងត្រូវធ្វើមួយទៀតគឺយើងត្រូវធ្វើការដាក់ auto reply នៅក្នុង TikTok របស់យើងបងប្អូនប្រកាសជាធ្លាប់ដឹងហើយគឺដាក់ auto reply នៅក្នុង page ផ្សេងដាក់នៅក្នុង auto reply នៅក្នុង TikTok ផ្សេងអញ្ចឹងវាដូចគ្នាប៉ុន្តែអានេះយើងកលេទៅមើលការដាក់ auto reply នៅក្នុង TikTok គឺយើងចុចកន្លែង tray 3នេះមកបាទបន្តមកទៀតគឺបងប្អូនចុចកន្លែង business suite នេះបាទឬក៏ business suite ហ្នឹងបាទបន្តមកទៀតគឺបងប្អូនចុចកន្លែង message center បាទចុចលើវាមកអូខេអ
អញ្ចឹងកន្លែងនេះគឺបងប្អូនមើលកន្លែងតាក់ទងជាមួយនឹង welcome message បាទ welcome message យើងចុចកន្លែងនេះមកបាទអានេះដោយសារខ្ញុំធ្លាប់បានដាក់ហើយបាទអញ្ចឹងកន្លែងនេះខ្ញុំចុច edit តិចទៅក៏បានដែរបើថាបងប្អូនសរសេរauto reply នៅក្នុងហ្នឹងណាបាទចាំឥឡូវថាខ្ញុំចង់ដាក់ថ្មីបាទអញ្ចឹងកន្លែងនេះយើងអាចសរសេរបានរហូតដល់250តួអក្សរអញ្ចឹងថាខ្ញុំដាក់ថាសូមស្វាគមន៍មកកាន់ TikTok BI Cambodia យើងខ្ញុំនឹងធ្វើការឆ្លើយតបបានលឿនបំផុតឬអាចទំនាក់ទំនងតាមរយៈលេខអញ្ចឹងទៅឬ Telegram របស់ខ្ញុំមកអញ្ចឹងកន្លែងនេះបន្ទាប់មកគឺយើងធ្វើការ submit ដើម្បីឲ្យ TikTok វាធ្វើការ review ទៅលើ welcome message របស់យើងហ្នឹងគឺយើងចុចទៅបាទចឹងនៅពេលដែលវាអូខេហើយគឺវានឹងលោតបែបនេះនៅពេលដែលគេចុចឆាតមកកាន់ TikTok របស់យើងវានឹងលោតសារស្វាគមន៍នឹងទៅកាន់គេបាទអញ្ចឹងវាល្អដូចគ្នាដែរគេទៅការបញ្ញាប់គេអាចធ្វើការតំណតំណងមកលេខយើងបានអញ្ចឹងនៅពេលដែលយើងបំពេញបែបហ្នឹងហើយគឺអូខេហើយបងប្អូនគឺយើងបានរៀបចំ TikTok របស់យើងត្រូវស្តង់ដារហើយដែលយើងបានបំពេញព័ត៌មានយើងបានដាក់ link Telegram ដាក់លេខទូរស័ព្ទដាក់ address និងដាក់ auto replyចឹងសម្រាប់វីដេអូមួយនេះគឺខ្លីៗប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានកន្លែងណាឆ្ងល់ឬក៏ធ្វើអត់កើតអីផ្សេងៗបងប្អូនអាចធ្វើការឆាតមកកាន់ group support បានដើម្បីសួរសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់